មុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺបាយឆាម្រះព្រៅចានេះគឺជាគ្រឿងផ្សំហើយនេះគឺជាសាច់គោខ្ញុំប្រើសាច់គោបងប្អូនចាហើយខ្ញុំហាន់ជាច្រវាមូចឹងមកហើយខ្ញុំហាន់ចំណិតតាមពិតទៅបងប្អូនបាច់ធ្វើដូចខ្ញុំក៏បានដែរអានឹងចាយពេលតាមពិតយើងហាន់ឲ្យតែល្អិតមកហើយយើងនឹងយកវាទៅច្រាំចឹងណាបងប្អូនចាពេលយើងច្រាំហ្នឹងគឺយើងច្រាំបាច់ឲ្យម៉ត់ពេកទេយើងច្រាំមកល្មមបានហើយនិយាយរួមទៅបាច់ឲ្យម៉ត់សាច់ពេកទេមកល្មមចាហើយនេះជ្រីសាលដែលខ្ញុំបានចិត្តហើយចាហើយនេះបងប្អូនគឺខ្ញុំច្រាំវាចឹងណាបងប្អូនចាខ្ញុំច្រាំវាចឹងទៅតមកទៀតនេះគឺប៉ុណ្ណឹងខ្ញុំសម្រាប់ខ្ញុំគឺប៉ុណ្ណឹងណាបងប្អូនហើយនេះគឺជាម្រះព្រៅយើងចោលអត់បានទេហើយតមកគឺខ្ញុំបេះវាយកអាចាស់ចេញខ្ញុំបេះអាដើមចាស់ចេញខ្ញុំទុកតែស្លឹកខ្ចីទេហ្នឹងប្រាប់ព្រឹងហ្នឹងខ្ញុំសំបងខ្ញុំហើយតមកនេះគឺគ្រឿងផ្សំខ្ញុំមានដូចនៅក្នុងរូបភាពហ្នឹងណាបងប្អូនតាមពេលគ្រឿងផ្សំនេះដាក់គុណ2ប្រាប់អត់តាន់ចាបន្តមកទៀតគឺខ្ញុំចាក់ប្រេងឆាហើយខ្ញុំចាក់ខ្ទឹមចូលនេះគ្រឿងផ្សំខ្ញុំណាចាក់ខ្ទឹមចូលខ្ញុំពពងវាឲ្យឡើងជើងក្រងពេលឡើងជើងក្រងហើយគឺខ្ញុំដាក់កាពិហ្នឹងក៏យើងអាចចោលដែរបងប្អូនបើបងប្អូនចេះហូបម្ទេសគឺដាក់ម្ទេសទៅរឹតតែឆ្ងាញ់ហើយខ្ញុំអត់ចេះហូបម្ទេសទេខ្ញុំខ្លាចម្ទេសហឹរតមកទៀតគឺរ៉ូឌីតមកប៊ីចេងចាតមកទៀតចុងក្រោយគឺស្ករខ្ញុំកូរចូលគ្នាវ៉ាចឹងទៅមកទៀតគឺខ្ញុំដាក់សាច់គោចូលឆាវវាជាប់ផ្កាពីដូចបោះពុំអញ្ចឹងព្រោះដោយសារខ្ញុំដាក់កញ្ឆេងនឹងកញ្ឆេងផ្កាបងប្អូនពេលចឹងវាឃើញអញ្ចឹងដូចបោះពុំអញ្ចឹងតំណងចាហើយយើងឆាវាឲ្យសព្វចូលគ្នាទៅបងប្អូនចាអូយម្ហូបឆាខ្ញុំអាសាចេញសឹងហើយខ្ញុំឡើង review ខ្ជិលរឿងម្ហូបឆាហើយចានេះតមកខ្ញុំដាក់ម្រះព្រៅបងភ្លក់រសជាតិទៅបងប្អូនពេញចិត្តរសជាតិអីដាក់រសជាតិហ្នឹងទៅចង់បានប្រៃចង់បានផ្អែមចង់បានសាបចែកតែបងប្អូនទេចាហ្នឹងខ្ញុំប៉ុណ្ណឹងគឺអូខេហើយគ្រឿងក្រៅខ្ញុំប៉ុណ្ណឹងហើយខ្ញុំដួសដាក់ចូលចានឡើនោះអត់តន់ឃើញសភនភាពទេតមកកន្លែងនេះគឺខ្ញុំត្រូវចៀនពងទាចាម្នាក់មកគ្រាប់អ្នកផ្ទះខ្ញុំ6នាក់ខ្ញុំចៀន6គ្រាប់ចាតមកទៀតនេះគឺខ្ញុំបានចៀនពងទាហើយតមកខ្ញុំរៀបចំដូចបាយហាងអញ្ចឹងបងប្អូនអើយណែចាជួយ follow ខ្ញុំផងណាបងប្អូនអរគុណសម្រាប់ការទស្សនា